ta lên cái bòទាំងអស់គ្នាតោះទៅលេងកំពតវល់ល្ងាចសូមស្វាគមន៍អ្នកតាគ្នាមកកាន់ vlog ដើរលេងពេញមួយថ្ងៃវល់ល្ងាចពីភ្នំពេញទៅលេងកំពតកែបជាមួយមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងដោយសារតែពីលើកមុននោះខ្ញុំធ្លាប់បានថតរូបសម្រាប់ចូលឆ្នាំខ្មែរជាមួយនឹងរថយន្ត Honda City ម្ដងរួចហើយហើយក៏ដូចជាចាប់ផ្ដើមមានខ្សែជាមួយគ្នាតិចៗដែរហើយលើកនេះក៏បានយក Honda City មកធ្វើដំណើរដើរលេងកម្សាន្តនៅកំពតហ្មងទៅបើកឡាននិយាយគ្នាលេងក៏មកដល់កំពតបានពីភ្នំពេញមកដល់កំពតនេះយើងចាយពេលអស់ប្រហែលតែ2ម៉ោងកន្លះហើយមានអារម្មណ៍ថាមកផ្លែតជាពិសេសហ្នឹងគឺការបើកបរជាមួយនឹងរថយន្ត Honda City គឺមានភាពរលូនល្អនិងទន្សំវិញ្ញមែនតើដោយ100គីឡូម៉ែត្រស៊ីសាំងប្រហែលជាង5លីត្រតែប៉ុណ្ណោះពេលមកមើលធាងខាងនេះវិញមកដល់ភ្លាមបញ្ញាមុនគេគឺទៅហូបកាហ្វេញ៉ាំនឹងហ្មងជាពិសេសជាមួយនឹងទេសភាពនៅដងព្រៃកំពតគឺថាស្រស់ស្រាយអស់ទឹកកង្វល់ហ្មងណាចេញពីនឹងឆ្លងផ្លូវតែបន្តិចមករកទិញនំប៉័ងកន្លែងដែលឃើញគេមាន review ច្រើននៅលើ TikTok ឥឡូវខ្ញុំមកសាក់ជាមួយនឹងនំប៉័ងដែលគេល្បីនៅខេត្តកំពតនេះជា breakfast របស់ខ្ញុំឥឡូវខ្ញុំមកសាក់ឲ្យខ្ញុំ red ថាវាឆ្ងាញ់មិនគ្នាយើងទៅណាទៀតទៅសេះសមុទ្រអីអូខេដល់ពីបានកាហ្វេនិងនំប៉័ងហើយយើងក៏បន្តដំណើរកម្សាន្តរបស់យើងតទៀតអញ្ចឹងជិះហួរមកមុខតែបន្តិចយើងក៏មកដល់សេះសមុទ្រហើយក៏ចុះថតរូបលេងនិង enjoy ជាមួយនឹង view ស្រស់ស្រាយមែនតើសួស្តីកំពតអ្នកនរគ្នាយើងចតឡានអាហារក្តៅអញ្ចឹងបើចូលទៅវិញដឹងតែឆ្អិនហ្មងតែសម្រាប់ Honda City យើងអាចបញ្ឆេះពីចម្ងាយបានអញ្ចឹងចូលទៅវិញដឹងតែ fresh ដឹងតែ cool ហើយអូមួយទៀតអ្នកគ្នាខ្ញុំចង់ប្រាប់ពីភាពងាយស្រួលមួយរបស់ Honda City ជាពិសេសសម្រាប់អ្នកដែលអត់សូវប្រកែកក្នុងការចូលចតចេញពេលចតគឺជាមួយនឹងមុខងារជំនួយក្នុងការចូលចត Parking Assistant ជាមួយកាមេរ៉ាខាងក្រោយជំនួយការចូលចតឬអាយ៉ៃថយក្រោយមកកំពតហើយបើបានញ៉ាំតារ៉េនឬអត់សមអញ្ចឹងយើងក៏បន្តដំណើរទៅលេងនិងទៅរកទិញតារ៉េននៅចំការគេហ្មងគឺនៅម្ដុំដងទេនេះមកដល់កំពតហើយបានញ៉ាំតារ៉េនមិនបានឥឡូវមកដល់ចកាផ្ទាល់តែម្ដងតោះទៅមើលក្នុងចកាតារ៉េនទាំងអស់គ្នាថាមានដើមឈើអីខ្លះក្រៅពីតារ៉េនទាំងអស់គ្នាតាចេញពីចំការគឺដល់ម៉ោងបាយថ្ងៃល្មមអញ្ចឹងយើងក៏សម្រេចចិត្តថាយើងនឹងចេញដំណើរទៅញ៉ាំបាយនៅខេត្តកែបតែម្ដងមកដល់កែបហើយតែយើងអត់ទាន់ចូលកែបហើយហួសមកលេងឆ្នេរកោលតែម្ដងតាមមកកាមេរ៉ាមួយទាំងអស់គ្នាចេះឥឡូវនេះយើងមកដល់ទាំងកោលហើយតែកោលចាក់ស្រួលហ្មងហើយទឹកស្មុលវិញឡើងស្អាតបើនិយាយពីទេសភាពតាមដងផ្លូវវិញគឺស្រស់ស្អាតស្រស់ស្រាយជាមួយនឹងទេសភាពព្រៃកោងកាងអែមមែនតើនឹងជាប់ជាមួយនឹងមាត់សមុទ្រទៀតអញ្ចឹងយើងត្រូវតែស្រូបខ្យល់សមុទ្រចូលឲ្យបានច្រើនសួរថាបើកឡានពេញមួយថ្ងៃអញ្ចឹងហត់អត់សម្រាប់ខ្ញុំដូចអត់សូវហត់ផងជាពិសេសគឺការបើកបរជាមួយនឹង Honda City គឺមានផាសុកភាពហ្មងព្រោះបើមើលទៅការ design ផ្នែកខាងក្នុងគឺមានភាពទូលាយកៅអីពូកស្បែកទន់ស្រួលខ្លួនជាពិសេសក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay យើងអាចមើល map ឬស្ដាប់ចម្រៀងអញ្ចឹងពេលបើកឡានយូរប៉ុណ្ណាក៏មិនអីដែរជាពិសេស Honda City បានបំពាក់មកជាមួយនឹងម៉ាស៊ីន 1.5 លីត្រមាន4ស៊ីឡាំងបង្កើនកម្លាំងសេះរហូតដល់119 horsepowerសម្រាប់ Honda City 2025 នេះក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព Honda Sensing កាន់តែទំនើបកាន់តែសុវត្ថិភាពជំនួយក្នុងការបើកបរអ្នកទាំងអស់គ្នាមានគិតដូចខ្ញុំមកចំពោះរូបរាង Honda City មើលយូរកាន់តែតាក់ទាញនិងស្គាល់មកមិនថាពីចំហៀងមកឬពីចំហៀងក្រោយទេចេញពីឆ្នេរអង្គរក៏ឈាមចូលមកមើល Sunset សិនតែគ្នាឥឡូវខ្ញុំបានមកដល់កន្លែងខ្ញុំតែងតែមកមើលថ្ងៃលិចនៅកែបពេកអត់តែខ្ញុំមកកែបអត់ដែលរំលងកន្លែងហ្នឹងហើយកន្លែងហ្នឹងថ្ងៃលិចស្អាតខ្លាំងមែនតានតើឥឡូវមកមើលថាមាននៅមានកន្លែងថតរូបអីខ្លះខ្ញុំមកអត់ខ្វះកន្លែងថតរូបហ្មងមានភ្នំមានសមុទ្រហើយមាន sunset ទៀត the best ពេលថ្ងៃចាំងមកថតរូបចាំងទឹកឃើញស្អាតខ្លាំងមែនតានដូចនៅលើមេឃចឹងតទៅពេលដើរលេងថតរូបមួយថ្ងៃហើយបានដូរមកផ្លែនេះជាតិហ្មងស្រស់ស្រាយហ្មងណា
មកនឹងចេញមកភ្នំពេញអត់ចង់ឲ្យខាតទេត្រូវតែឈៀងចូលទៅមើលកន្លែងគេបាញ់ទឹកតាមចង្វាក់ភ្លេងហ៎អញ្ចឹងសកម្មភាពដើរលេងពេញមួយថ្ងៃនៅខេត្តកំពតកែបមានតែប៉ុណ្្នឹងឯងជួបគ្នាលើកក្រោយណាបាយបាយ